អូនទាំងអស់គ្នាកំពុងជួបប្រកែកគ្នារឿងអីហ្នឹងបងវិស័យមកពួកគេលេងដងស្នប់បងគ្រាន់ខ្ញុំប្រាប់ថាកុំឲ្យលេងព្រោះខ្លាចអត់អីប្រើទាំងអស់គ្នាណានេះបងវិស័យខ្ញុំសល់ទឹកប្រើមែនទេបងមែនហើយឥឡូវអញ្ចេះចុះណាវិចិត្រហើយនឹងគន្ធាឈប់ជួបប្រកែកគ្នាទៀតទៅបងនឹងតែបងប្អូនទាំងអស់គ្នាពិតជាគ្មាននរណាម្នាក់ចង់ឲ្យដងទឹកនេះខូចនោះទេមែនទេបាទបងវិស័យចាអញ្ចឹងដើម្បីឲ្យដងទឹកនេះប្រើបានយូរនិងសពទឹកបានស្រួលបងប្អូនទាំងអស់គ្នាទៅទៅនោះគ្នាចូលរួមថែរក្សាដោយការមិនសពលេងផ្ដេសផ្ដាស់ព្រោះនាំឲ្យខូចគ្រឿងខាងក្នុងដែលយើងមើលមិនឃើញសូម្បីតែផ្លូវស្ពានសាលារៀនមណ្ឌលសុខភាពទាំងអស់នេះវាគឺជារបស់បងប្អូនហើយនិងរបស់ប្រជាពលរដ្ឋដទៃទៀតដូច្នេះយើងគួរតែចូលរួមថែរក្សាទាំងអស់គ្នាមែនទេបងប្អូនបាទបងស្រីការយកចិត្តទុកដាក់ក្នុងការកែលម្អសហគមន៍គឺជាផលប្រយោជន៍របស់សហគមន៍និងគ្រួសារផលិតដោយនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB